អ្នកណាហ៊ានប៉ះគាត់ខ្ញុំនឹងឲ្យអ្នកនោះដេកក្នុងនេះមុនអាចឈួតណាគេនេះហ៊ានមកបំផ្លាញវិញ្ញាណខ្ញុំបើបេះដូងឈប់លោតដល់7នាទីទោះទេវតាក៏ជួយមិនបានដែរ7នាទីនេះគ្រប់គ្រាន់ឲ្យខ្ញុំដណ្ដើមគាត់ពីយមរាជបាន2ដងបំបែកវាគុំជឿពួកគេអ្នកដែលចង់សម្លាប់ខ្ញុំកំពុងនៅក្នុងបន្ទប់នេះឯងផ្កាឈូកខ្មៅជានិមិត្តសញ្ញាផ្ទះអ្នក20ឆ្នាំហើយទីបំផុតអ្នកក៏បង្ហាញខ្លួនរាប់3វិនាទីទៀតគាត់នឹងស្លាប់មិនខានមិនមែនទេនេះមិនមែនជារបស់ខ្ញុំទេខ្ញុំអត់ដឹងអីទាំងអស់និយាយមកតើអ្នកណាប្រាឯងបើលោកជួយខ្ញុំតើលោកចង់បានលុយប៉ុន្មានគ្រូខ្ញុំជំពាក់ជីវិតជីតាអ្នកខ្ញុំសង្ត្រឹម7ថ្ងៃចុះក្រោយ7ថ្ងៃទៅក្នុងខ្លួនអ្នកមានជាតិពុលច្រើនជាង1ក្នុង7ថ្ងៃបេះដូងអ្នកនឹងឈប់លោត3ដងបើគ្មានអ្នកជួយអ្នកនឹងស្លាប់មុនថ្ងៃទី8ត្រូវនៅក្បែរខ្ញុំ24ម៉ោងស្ដាប់បង្គាប់ខ្ញុំហើយកុំហួសព្រំដែនខ្ញុំមានច្បាប់តែមួយគត់បើចង់រស់ត្រូវស្ដាប់ខ្ញុំត្រឹមតែជាអ្នកស្រែមកពីភ្នំតែបែរជាបានចូលត្រកូលយេសាកសម្រអត់សួរអ្នកដែលបាញ់ទៅបញ្ជាក់ហើយក្មេងត្រកូលលីនម្នាក់នោះគឺជាស៊ូឡូចាប់ផ្ដើមផែនការទី2ឲ្យយេឈៀងយ៉ាវសម្លាប់គាត់ដោយផ្ទាល់ដៃត្រកូលយេមិនទទួលអ្នកសុំទានទេចេញទៅដកជើងចេញកត់ត្រាទុក9វិនាទី7អាចទទួលយកបានបើជីវិតអ្នកលើសពី10វិនាទីខ្ញុំមិនទទួលខុសត្រូវទេហ៊ានចូលមកខ្ញុំនឹងបំបាក់ជើងអ្នក9-3មិនមែនធ្វើអត្តឃាតទេគឺបំផ្ទុះអាគារក្រាបចុះថ្នាំពុលនឹងធ្វើឲ្យជាតិពុលរាវដាលឿនជាងមុន20វិនាទីកុំខ្វល់ពីខ្ញុំទៅចាប់វាឲ្យបានចាប់បានតែអ្នកនឹងមិនអាចរងចាំខ្ញុំត្រឡប់មកវិញទេបន្ទះជីបចូលអាគាររបស់ក្រុមហ៊ុនឈីងយ៉ាវចាក់សោបិទរាល់ច្រកចេញចូលនិងសិទ្ធិប្រើប្រាស់ប្រព័ន្ធទាំងអស់របស់ក្រុមហ៊ុនខ្លាចស្លាប់មែនទេខ្លាចអ្នកស្លាប់ទៅគ្មានអ្នកណាអង្គុយមើលបង្អួចជាមួយខ្ញុំលោកប្រធានយាយអ្នកដែលប្រើបន្ទះជីបនោះចូលក្នុងបន្ទប់ម៉ាស៊ីនគឺលីនសៀវពន្យល់មកក្របក្រោយមិនខុសគោលដៅទេក្នុងកាមេរ៉ាខ្ញុំប្រើដៃឆ្វេងបើកទ្វារដៃឆ្វេងខ្ញុំធ្លាប់រងរបួសកាលពី20ឆ្នាំមុនធ្វើឲ្យស្នាមម្រាមដៃមិនពេញលេញរបាំងមុខមនុស្សយន្តមន្ទីរពិសោធន៍ជីវសាស្ត្ររបស់ក្រុមហ៊ុនបានទិញរបាំងមុខទាំងនោះកាលពី3ខែមុនអ្នកអនុញ្ញាតគឺអនុប្រធានក្រុមប្រឹក្សាភិបាលស៊ូវិនហុងខ្ញុំស្នើឲ្យផ្អាកតួនាទីរបស់យាយឈីងយ៉ាវជាបន្ទាន់
មិនបាច់ស្ថានភាពផ្លូវចិត្តរបស់គាត់មិនអាចដឹកនាំក្រុមហ៊ុនបានទៀតទេគាត់ថែមទាំងបណ្ដោយឲ្យបុរសមិនស្គាល់ប្រវត្តិម្នាក់មកបំផ្លាញសេវាកម្មស្នូលរបស់ក្រុមហ៊ុនទៀតប្រកូលសិទ្ធិគ្រប់គ្រងមកប្រកូលសិទ្ធិគ្រប់គ្រងមកឥឡូវនេះសូមបោះឆ្នោតដល់តំណែងយាយឈីងយ៉ាវឈីងយ៉ាវបើអ្នកព្រមរៀបការត្រកូលជាងនឹងដាក់ទុន 1000 លានភ្លាមខ្ញុំសុខចិត្តឲ្យក្រុមហ៊ុនខ្សែធនក៏មិនលក់ខ្លួនឯងដែរគឺខ្ញុំដែលជាប្រធានអង្គរៈធ្វើការឲ្យត្រកូលយាយ10ឆ្នាំខ្ញុំគ្រាន់តែយកលុយមិនដឹងថាថៅកែជាអ្នកណាទេជីបចោអ្នកមិនកុហកទេប្រាប់ឈ្មោះមកនិយាយលោកស្រីឈរនៅស្ងៀមអន្ទាក់សម្រាប់បានដំណើរការហើយមិនបាច់ទាញយកទេចុចដំភ្ជាប់ដើម្បីទស្សនាឈុតឆាកពេញគុំកម្រឹកអីបើមិនចង់ឲ្យវាចូលខួរក្បាលក្រុមហេឡុងហួយពួកវាជាក្រុមបាតសង្គមដែលសាហាវបំផុតក្នុងក្រុងនេះលោកឈៀននៅដៃអោលោកមានក្លិនម្សៅផ្ទុះមិញនេះមានអ្នកណាខ្លះដែលគ្មានក្លិនហ្នឹងមុនពាក់កណ្ដាលអាធ្រាត្រត្រូវប្រគល់ឈាមរីជ្វងមកបើមិនដូច្នោះទេនគរយីចិននឹងវិនាសតាវយេណេណាតើឈាមរីជ្វងជាអ្វីមិនពាក់ព័ន្ធនឹងអ្នកទេតាមដានរកទីតាំងនគរយីចិនទៅកុំឲ្យអ្នកណាដឹងឲ្យសោះកិច្ចសន្យាបានចែងហើយហាមឆ្លងដែនជីវិតក៏គ្មានដែរទុកឈាមឲ្យខ្មោចមើលទៅហានស៊ុយភ្ញាក់ហើយប្រាប់ឈិនវឹងថាមិនបាច់រងចាំ7ថ្ងៃទៀតទេយប់នេះត្រូវយកឈាមគាត់អ្នកត្រូវគេបណ្ដេញចេញហើយចេញទៅឥឡូវនេះអ្នកប្រកាសចិត្តហើយឬមនុស្សប្រៃផ្សៃម្នាក់នេះមិនសមនឹងឲ្យខ្ញុំយកក្រុមហ៊ុនទៅប្រថុយទេស្ដាប់ណាមនុស្សរបស់ខ្ញុំនឹងការពារអ្នកជួយគាត់មនុស្សទាំងអស់ក្នុងផ្លូវរូងនេះត្រូវតែស្លាប់មិនបាច់ទាញយកទេចុចលើ link នេះដើម្បីទស្សនាពេញ10វិនាទីតើអ្នកជ្រើសរើសគាត់ឬជ្រើសរើសជីវិត100នាក់អ្នកសម្លាប់គាត់ហើយមនុស្សស្លាប់គ្មានតម្លៃអ្វីទេ
លើកក្រោយបើចង់ឲ្យខ្ញុំធ្វើពុតជាស្លាប់ប្រាប់ខ្ញុំជាមុនសិនប្រាប់អ្នកទៅក៏ចង្វាក់បេះដូងបោកគេមិនបានដែរបើគ្មានថ្នាំខ្ញុំប្រហែលជាមិនរួចយប់នេះទេចាប់ពីពេលនេះទៅហាមឃ្លាតឆ្ងាយពីខ្ញុំមួយជំហានដាក់ជើងទម្រមកឈាមរបស់យាយឈៀងយ៉ាវពេញខ្លួនហើយ